ដោះខោកូនស្រីរបស់អ្នកចេញអ្វីដែលដោះខោរបស់នាងចេញភាពប្រអិតប្រទំខ្ញុំជាគ្រូពេទ្យអស់រយៈពេលពាក់កណ្ដាលជីវិតរបស់ខ្ញុំហើយខ្ញុំមិនដែលឮពីការដោះខោដើម្បីបន្ថយគ្រុនក្តៅទេអ្នកច្បាស់ជាគ្រាន់តែជាអ្នកបង្រៀនដែលមានចិត្តណាលាក់កំបាំងប៉ុណ្ណោះទេហេប្អូនស្រីតូចមិនស្ដាប់ចំពោះភាពមិនសមហេតុផលរបស់ពួកគេនេះនឹងធ្វើឲ្យឈឺចាប់ត្រឹមតែ1 វិនាទីប៉ុណ្ណោះបន្ទាប់ពីការបាញ់ប្រហារអ្នកនឹងងុយគេងហើយអ្នកនឹងធូរស្រាលនៅពេលអ្នកភ្ញាក់ពីដំណេកគាត់ជាមនុស្សបោកប្រាស់កុំទុកចិត្តគាត់ព្រះករុណាបើមិនមែនត្រង់ទេតើខ្ញុំគួរទុកចិត្តអ្នកទេប្រសិនបើមានអ្វីមួយខុសប្រក្រតីយើងនឹងមិនអាចឆ្លើយតបទៅនឹងព្រះករុណាបានទេដល់អង្គការដែលត្រឹមត្រូវលោកម្ចាស់សូមបន្តទៅមុខទៀតខ្ញុំនឹងទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកណាមួយវាដូចជាវាអញ្ចឹងអ្នកមិនអាចខុសទេក្នុងការទុកចិត្តខ្ញុំអ្នកគ្រាន់តែរងចាំឲ្យក្បាលរបស់អ្នកបាត់បង់ជឿមិនជឿខ្ញុំអាចសម្លាប់អ្នកបានដោយគ្រាន់តែចាក់មួយដងទេជនអាក្រក់ឲ្យតើអ្នកកំពុងធ្វើអ្វីឥឡូវនេះសំបីតែដង្ហើមចុងក្រោយរបស់យើងក៏បាត់ទៅហើយវាចប់ហើយចប់ទាំងស្រុងតើអ្នកចង់មានន័យយ៉ាងណាចំពោះខ្ញុំរួចរាល់ហើយគ្រុនក្តៅរបស់លីណាពិតជាធ្វើឲ្យខ្ញុំឈឺណាស់គាត់ពិតជាគ្រូពេទ្យអភូតហេតុមែនព្រះមហាក្សត្រឲ្យវាទើបតែមួយថ្ងៃប៉ុណ្ណោះហើយលីណាបានជាសះស្បើយពេញលេញហើយវិធីសាស្ត្ររបស់អម្តាក់នេះពិតជាម្ដាយដ៏អស្ចារ្យមែនអ្វីដែលអម្តាក់នោះជាការបំភ្លឺទោះបីជាគាត់បានជួយសង្គ្រោះខ្ញុំក៏ដោយវាប្រហែលជាសំណាងមួយហើយក្រៅពីនេះគាត់ពិតជាបានដោះរបស់ខ្ញុំចេញលីណាអ្នកគួរតែដឹងគុណថ្លៃសេវាគឺត្រឹមតែ100,000 កំទុយមាសប៉ុណ្ណោះមាស100,000 កាក់ដ៏មានតម្លៃមួយណាវាហាក់ដូចជាព្រះបរមរាជវាំងបានស្វាគមន៍វិចិត្រក៏បោកប្រាស់ដ៏អស្ចារ្យម្នាក់ឪពុកប្រសិនបើយើងពិតជាមានការការពារអម្តាក់មែនតើរដូវក្តៅដ៏អស្ចារ្យរបស់យើងអាចធ្លាក់ចូលទៅក្នុងគ្រាវិបត្តិបែបនេះដោយរបៀបណាឪពុកដែលមានប្រាជ្ញាមិននិយាយអំពីអរូបីទេខ្ញុំប្រាកដថាអម្តាក់គឺជាពរជ័យសម្រាប់រដូវក្តៅដ៏អស្ចារ្យរបស់យើងត្រូវតែត្រូវបានបញ្ជូនដោយស្ថានសួគ៌ដើម្បីជួយសង្គ្រោះ Grand Summer ពីវិបត្តិថ្ងៃស្អែកឪពុកសិល្បៈកម្ពុជាទាំង5របស់រដ្ឋសង្គ្រាមនៅថ្ងៃស្អែកនិងកំណត់ជោគវាសនានៃរដូវក្តៅដ៏អស្ចារ្យការប្រកួតជុំទី1ចិត្តចាប់ផ្ដើមហើយយើងគួរតែរៀបចំយ៉ាងយកចិត្តទុកដាក់តើយើងអាចដាក់ក្តីសង្ឃឹមរបស់យើងទៅលើព្រះនិងអម្តាក់ដោយរបៀបណាទោះបីជា Grand Summer ត្រៀមខ្លួនដោយអស់ពីសមត្ថភាពក៏ដោយយើងស្ទើរតែមិនអាចគេចផុតពីការបរាជ័យបានទេប៉ុន្តែប្រសិនបើអម្តាក់នោះនៅទីនេះបន្ទាប់ពីសិល្បៈកម្ពុជាទាំង5នៃរដ្ឋសង្គ្រាមរដូវក្តៅដ៏អស្ចារ្យប្រាកដជានឹងគ្រប់គ្រងពិភព